សិក្សាអំពីរូបមន្ត is បូក n បូក r is បូក n បូក r ជារូបមន្តគណនារោគលក្ខខណ្ឌដោយផ្គុំជាមួយរូបមន្តនឹងផងឬផងចឹងនេះជារូបមន្តទូទៅដែលយើងត្រូវផ្គុំយកមកប្រើតោះចឹងយើងចូលក្នុង Excel យើងមកចឹងទី1យើងបង្កើត sheet មួយទៀតឈ្មោះថា is បូក n បូក r បន្ទាប់មកទៀតគឺយើងវាយបាទសំណួរប៉ុណ្នេះចូលសិនបន្ទាប់វាយហើយគឺយើងត្រូវការ copy ទិន្នន័យយកមកពី is បូក r ចឹងយើងស្លេចលើទិន្នន័យ n ហ្នឹងចូលដល់សារីនឹងមកទៀតចុះក្រោមមកដល់លេខរៀងទី15ហ្នឹងរួចមកស្នាម copy បន្ទាប់មកទៀតគឺយើងស្លេចលើ is បូក n បូក r ចុចត្រង់មក cell A5 រួចយើងចុចផាសបាទអញ្ចឹងយើងមើល column របស់យើងនៅអត់តាន់ស្មើជាមួយទិន្នន័យស្អាតទេគឺយើងចុចត្រង់ផាសធម្មតាទៀតរួចយកនេះបាទ keep source column weight បាទអញ្ចឹងពេលហ្នឹងគឺទិន្នន័យយើងបាទត្រឹមត្រូវអស់ហើយតោះអញ្ចឹងរូបមន្តដែលយើងត្រូវប្រើហ្នឹងគឺបាទ is បូក n បូក r ទៅតាមលក្ខខណ្ឌដែលគេសួរថាចូលរក OT on Sunday អញ្ចឹង OT មកពាក្យថា overtime អញ្ចឹងលេខ1សម្រាប់ page ស្មើ M រួចនិង position ស្មើ instructor ឬ driver ត្រូវបាទ OT បាទទី2ផ្សេងពីលក្ខខណ្ឌខាងលើគឺมันបង្ហាញអ្វីទេគឺ cell យើងចេញតទេស្អាតតោះអញ្ចឹងយើងវាយកន្លែងនេះ OT យើងមកតោះអញ្ចឹងយើងវារូបមន្តយើងចូលមកទី1ស្មើបាទ is បើកវងកញ្ចក់ n បើកវងកញ្ចក់ r បើកវងកញ្ចក់យើងស្លេចលើនេះ position យើងស្មើ instructor អញ្ចឹងស្លេចលើ cell បាទ position នឹងមកស្មើ instructor ខាម៉ាមួយមកទៀតគឺ set position នឹងដែលឬក៏ស្មើនឹង driver អញ្ចឹងយើងស្លេចលើ set position នឹងម្ដងទៀតស្មើនឹងបាទវា driver ចូលបិទ double apostrophe រួចបិទវងកញ្ចក់សម្រាប់រូបមន្ត r មួយសិនបានយើងខាម៉ាមួយមកគឺយើងវារូបមន្ត n ចូលគឺនេះ page ស្មើ m អញ្ចឹងស្លេចលើ page នឹងមកស្មើនឹងបាទ double apostrophe m បិទ double apostrophe រួចបិទវងកញ្ចក់សម្រាប់រូបមន្ត n បានយើងវាខាម៉ាមកគឺសម្រាប់រូបមន្ត true គឺសម្រាប់បាទលក្ខខណ្ឌ true ហ្នឹងគឺឲ្យបាទត្រូវ OT អញ្ចឹងយើងបើក double apostrophe វា OT ចូលបិទ double apostrophe វិញហើយខាម៉ាមួយទៀតគឺយើងសម្រាប់លក្ខខណ្ឌដែល fail អញ្ចឹងគឺផ្សេងពីលក្ខខណ្ឌខាងលើมันបង្ហាញអ្វីសោះអញ្ចឹងយើងដាក់ double apostrophe មកដក clear បិទ double apostrophe វិញរួច enter រួចចុច yes បាទអញ្ចឹងរូបមន្តយើងត្រូវហើយគឺវាអត់ចេញអីទេអញ្ចឹងយើងអូសយកមកសិនមកបាទអញ្ចឹងយើងមើលហេតុអីបាន cell លើនេះអត់ចេញណាដោយសារទី1លក្ខខណ្ឌដែលយើងកំណត់ page ស្មើ m អញ្ចឹង page នេះ m ហើយទី2 position ស្មើនឹង instructor ក៏បានស្មើនឹង driver ក៏បានតែ position នេះស្មើនឹង manager អញ្ចឹងអត់ត្រឹមត្រូវអត់យកទេតោះអញ្ចឹងយើងមើលលក្ខខណ្ឌនេះហេតុអីចេញ OT ដោយសារលក្ខខណ្ឌទី1ត្រូវគឺ m ហើយនឹង position វាគឺ driver ណាអញ្ចឹងចេញហើយអញ្ចឹងមើលកន្លែងនេះដូចគ្នាដែរ page m ហើយ position នេះ driver អញ្ចឹងត្រូវទាំងលក្ខខណ្ឌទី1ហើយត្រូវទាំងលក្ខខណ្ឌទី2នេះគឺបាទឲ្យ OT តែម្ដងតោះអញ្ចឹងយើងស្លេចលើ cell លើគេរួចស្លេចលើរូបមន្តខាងលើនេះមកស្នាម copy escape មកវិញមកយើងវា apostrophe រួច control V អញ្ចឹងរូបមន្តដែលយើងប្រើគឺរូបមន្តនេះឯង